16,000 នាក់ក្នុងប្រទេសកម្ពុជាយើងសម្រាប់ការសម្ដែងទី1អ្នកដែលដឹងពីស្ថានភាពមេរោគអេដខ្លួនឯងយើងសម្រាប់បាន 92% សម្រាប់ការសម្ដែងទី3អ្នកដែលដឹងពីស្ថានភាពហើយគាត់អាចមកទទួលការព្យាបាលនោះយើងសម្រាប់បាន 100% និងទី3បានរលូនស្ប្រេសយើងសម្រាប់បានដល់ 98% ហើយយើងរកឃើញ 88% នៃករណីឆ្លងថ្មីនៅក្នុងឆ្នាំក្រុមគោលដៅនិងដៃគូរបស់ពួកគាត់តែនៅក្នុងនោះភាគច្រើនគឺជា MSM គឺក្រុមបរិបទរួមគ្នាជាមួយនឹងបរិបទហើយនេះគឺជាផែនទីកំណត់គ្រូដណ្ដប់និងការផ្ដល់សេវាបង្ការគឺបច្ចុប្បន្នគឺយើងគ្រូដណ្ដប់បាន 25 ខេត្តក្រុងដែលយើងមានសហការជាមួយនឹងអង្គការធំៗចំនួន 4 មានរកខាងណា HF និង Trade International ហើយនេះគឺជាអន្តរជាតិជំនួយនៃការបង្ការបច្ចុប្បន្នគឺយើងមានធ្វើជាការអប់រំតាមការជួយផ្ទាល់ដែលយើងមានជា outreach worker ពីខាងអង្គការដៃគូរបស់យើងនឹងគាត់ចូលទៅអប់រំផ្ទាល់នៅក្នុងសហគមន៍មានការអប់រំតាមបែបនិម្មិតដែលយើងអប់រំតាមប្រព័ន្ធអនឡាញការស្វែងរកករណីតាមមិត្តភ័ក្តិការតាមរកនិងធ្វើតេស្តដៃគូនិងការផ្ដល់ខាងបង្ការជាមួយនឹងយើងខាងប្រតិជួយបន្តប្រព័ន្ធហើយយើងក៏មានជា website សម្រាប់កក់ស្មារតីយើងខាង website តោះតេស្តសម្រាប់ក្រុមគោលដៅក៏ដូចជាអ្នកដែលគិតថាខ្លួនឯងប្រព្រឹត្តឆោតគាត់អាចចូលទៅកក់សម្រាប់តាមប្រព័ន្ធតតែនេះបានគឺតាមសម្រាប់គាត់ចង់បានពេលវេលានិងទីតាំងដែលគាត់អាចតែគាត់ចង់ទៅទទួលសម្រាប់គាត់អាចជ្រើសរើសនៅក្នុង website នេះដើម្បីកក់សម្រាប់ទុកជាមុនអត់ចាំបាច់រងចាំយូរហើយពួកគាត់ក៏អាចចូលទៅវាតម្លៃប្រព្រឹត្តឆោតរបស់ពួកគាត់នៅក្នុង website នេះផងដែរហើយសម្រាប់ website សម្រាប់តតែនេះគឺយើងបច្ចុប្បន្នយើងពង្រីកបាន 33 site មាន 12 ខេត្តនិងក្រុងមួយសម្រាប់សេវាប្រពៃគឺបច្ចុប្បន្នយើងបរិយាបាន 16 ខេត្តក្នុងនោះមានតាម facility ចំនួន 34 និង CPO ចំនួន 15 ហើយនេះគឺជា social media platform ដែលមានឈ្មោះថាការពីខ្លួនអ្នកដែលយើងប្រើសម្រាប់ផ្សព្វផ្សាយពី poster ក៏ដូចជាសារអប់រំទៅតាមប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញរបស់យើងមាន Facebook YouTube Telegram Instagram និង TikTok សម្រាប់ platform ទាំងអស់នេះយើងមិនគ្រាន់តែផុសជាសារអប់រំនិងវីដេអូទេយើងក៏មានជាក្រុមការងារសម្រាប់ឆ្លើយតបនៅពេលដែលក្រុមគោលដៅក៏ដូចជា audience ដែលគាត់មានចំណងឯកសារគាត់អាចឆាតសួរហើយយើងមានក្រុមការងាររបស់យើងឆ្លើយតបត្រឡប់ទៅវិញទៅពួកគាត់ផងដែរហើយនេះគឺជា IEC material មួយចំនួនដែលយើងបានលើកយកមកតែកន្លងមកយើងក៏បានច្រើនជាងនេះគ្រាន់តែ